សូមជម្រាបសួរអស់លោកលោកស្រីមកកាន់កម្មវិធីសេដ្ឋកិច្ចនិងទ្រព្យនៅថ្ងៃនេះយើងនឹងមានប្រធានបទតាក់ទងជាមួយតម្លៃហាងឆេងមាសថាតើវាប្រែប្រួលយ៉ាងណាដោយសារតែយើងសង្កេតឃើញថាតម្លៃមាសពុំទាន់មានការប្រែប្រួលឆ្ងាយនោះទេគឺស្ថិតនៅចន្លោះ$3,300ក្នុង1អោននិង$3,200ក្នុង1អោនហើយតើមានព័ត៌មានសំខាន់អ្វីខ្លះតាក់ទងជាមួយនឹងតម្លៃហាងឆេងមាសតោះយើងទៅជួបវាគ្មិនជំនាញរបស់យើងទាំងអស់គ្នាមកពីក្រុមហ៊ុន BIC បាទសូមជម្រាបសួរលោកប៉ាត្រីបាទលោកប៉ាត្រីតើថ្ងៃនេះមានព័ត៌មានសំខាន់អ្វីខ្លះតាក់ទងជាមួយនឹងតម្លៃហាងឆេងមាសដែរបាទយើងឃើញថាតម្លៃទីផ្សារមាសនេះគឺបច្ចុប្បន្នកំពុងតែប្រែប្រួលចន្លោះពី$3,310ទៅ$3,360ដោយសារតែកត្តាដែលធ្វើឲ្យតម្លៃទីផ្សារមាសនេះគឺមានការប្រែប្រួលជាក់លាក់ហ្នឹងដោយសារតែអ្នកវិនិយោគកំពុងតែរងចាំមើលទិន្នន័យNAND Farm នៅអាទិត្យក្រោយដើមខែហើយនឹងជាទិន្នន័យមួយទៀតនៅខែក្រោយហ្នឹងមានអត្រាការប្រាក់ផងដែរអញ្ចឹងហើយបានធ្វើឲ្យតម្លៃទីផ្សារមាសនៅក្នុងរយៈពេលបច្ចុប្បន្ននេះគឺប្រែប្រួលជាក់លាក់ចន្លោះពី$3,310ទៅ$3,360អញ្ចឹងយើងគួរតែមើលថាតើតម្លៃទីផ្សារមាសនេះអាចនឹងបែកក្នុងតម្លៃ$3,360អត់នៅក្នុងសប្តាហ៍នេះដោយសារតែមានព័ត៌មានជាច្រើនដែលចេញមកដូចជាកត្តាការដាក់ពន្ធបាទតាក់ទងជាមួយនឹងសង្គ្រាមតាក់ទងជាមួយនឹងការចរចាផ្សេងទាំងអស់ហ្នឹងគឺជាកត្តាដែលជំរុញឲ្យអ្នកវិនិយោគិនកំពុងតែពិចារណាទៅលើទិសដៅនៃទីផ្សារមាសជាក់លាក់មួយប៉ុន្តែតម្លៃទីផ្សារមាសនេះគឺបច្ចុប្បន្នកំពុងតែរងចាំនៅព័ត៌មានអត្រាការប្រាក់អាមេរិកផងដែរកត្តាទាំងអស់នេះហើយដែលធ្វើឲ្យតម្លៃទីផ្សារមាសហ្នឹងគឺមិនទាន់មានទិសដៅជាក់លាក់ទេទោះតែចូលខែក្រោយឬក៏អាទិត្យនេះបើសិនជាតម្លៃមាសហ្នឹងគឺបិទលើ$3,360អញ្ចឹងតម្លៃទីផ្សារមាសនេះអាចនឹងទៅដល់$3,400ឬក៏$3,450ប៉ុន្តែបើសិនជាតម្លៃទីផ្សារមាសនេះធ្លាក់ក្រោម$3,300ឬក៏ធ្លាក់មកដល់$3,290នោះអាទិត្យក្រោយតម្លៃទីផ្សារមាសនេះអាចនឹងព្យាយាមធ្លាក់បន្តទៀតបាទអញ្ចឹងកត្តាព័ត៌មានកំពុងតែមានភាពច្បុកច្បល់ខ្លាំងតម្លៃទីផ្សារមាសកំពុងតែមិនទាន់មានទិសដៅដូច្នេះហើយអ្នកវិនិយោគគួរតែព្យាយាមទិញមាសចន្លោះពី$3,310ទៅ$3,360បាទសូមអរគុណលោកប៉ាត្រីតាក់ទងជាមួយនឹងបច្ចេកទេសក្នុងការជួញដូរឧបករណ៍និស្សិតតើលោកប៉ាត្រីឲ្យយោបល់យ៉ាងណាដែរក្នុងការធ្វើការលក់ឬក៏ធ្វើការទិញក្នុងតម្លៃមួយណាដែរបាទអញ្ចឹងយើងចូលមកការវិភាគទីផ្សារមាសទាំងអស់គ្នាដូចខ្ញុំគូបានស្រាប់អញ្ចឹងគឺតម្លៃទីផ្សារមាសបច្ចុប្បន្នកំពុងតែរត់មានន័យថាវារត់នៅក្នុងរែងទីផ្សារវាមួយមិនទាន់មានការប្រែប្រួលខ្លាំងទេបាទតម្លៃទីផ្សារមាសបច្ចុប្បន្នកំពុងនៅលើតម្លៃខ្ពស់មួយដែលកំណត់បាទនេះគឺជាតម្លៃនេះបាទជីខ្ញុំលុបអានេះចេញខ្លះអញ្ចឹងបច្ចុប្បន្នវានៅក្នុងនេះវានៅលើនេះរែងរបស់វាបាទអញ្ចឹងរែងរបស់វាហ្នឹងគឺវានៅលើតំបន់នេះបាទលើតំបន់ហ្នឹងអញ្ចឹងវាកំពុងស្ថិតនៅក្នុងតំបន់ទីផ្សារមួយគេហៅថាទីផ្សារ sideways បាទទីផ្សារ sideways នៅក្នុងចន្លោះហ្នឹងបើសិនជាតម្លៃទីផ្សារមាសនេះគឺអាចនឹងព្យាយាមឡើងវិញបាទអាចនឹងព្យាយាមឡើងបើសិនជាយើងគូពីចំណុចនេះមកបាទពីចំណុចនេះអញ្ចឹងខ្ញុំលុបអានេះចេញកុំឲ្យអំពូមីងពិបាកមើលបាទនេះអញ្ចឹងបច្ចុប្បន្នទីផ្សារវាកំពុងស្ថិតនៅក្នុងរែងនេះបាទខ្ញុំដាក់យ៉ាងធំតិចបាទនេះកំពុងស្ថិតនៅក្នុងរែងនេះហើយទីផ្សារហ្នឹងគឺតំបន់វាគឺនៅតំបន់ខ្ពស់នេះមួយទៀតបាទអញ្ចឹងគោលដៅវាគឺនៅក្នុងចន្លោះហ្នឹងទេហើយទីផ្សារហ្នឹងមានន័យថាវាបានបែកនៅក្នុងតំបន់នេះហើយនេះពីចំណុចនេះតើបាទអញ្ចឹងវាបានបែកមកបាញ់បែកធ្លាក់មកអញ្ចឹងបើសិនជាវាមកដល់ត្រឹម$3,326នេះគឺគោលដៅមាសហ្នឹងអាចនឹងព្យាយាមទៅលើគោលដៅអាចទៅលើបាទដោយសារតែយើងមើលអំពីការគូទៅលើ trend line នេះបាទអញ្ចឹងគោលដៅមាសហ្នឹងអាចមកដល់$3,430នៅក្នុងសប្តាហ៍ហ្នឹងបាទអញ្ចឹងយើងអាចទិញមាសបានបាទយើងអាចទិញមាសបាននឹងអានេះគឺជាការវិភាគខ្លីៗទេបើសិនជាអំពូមីងបងប្អូន
ត្រូវការប្រឹក្សាយោបល់អាចតាក់ទងមក Telegram ខ្ញុំបាននិងលេខទូរស័ព្ទខ្ញុំបានតាក់ទងមួយមាសគីឡូក៏បានដែរបាទអរគុណច្រើនបាទ បាទសូមអរគុណលោកប៉ាត្រីដែលបានចំណាយពេលវេលាចូលរួមជាមួយកម្មវិធីរបស់យើងកម្មវិធីសេដ្ឋកិច្ចនឹងរាប់តែងតែយកប្រធានបទសំខាន់តាក់ទងជាមួយតម្លៃហាងឆេមីតាក់ទងផ្នែកហិរញ្ញវត្ថុឬក៏ប្រធានបទសំខាន់តាក់ទិនជាមួយនឹងសេដ្ឋកិច្ចក៏ដូចជាតម្លៃហាងឆេងសកលផងដែរកម្មវិធីរបស់យើងដល់ពេលវេលានឹងបញ្ចប់យើងជួបគ្នាម្ដងទៀតតាមពេលវេលានឹងម៉ោងដដែលនាថ្ងៃស្អែកគណៈពេលនេះខ្ញុំបាទជាមួយនឹងក្រុមការងារបច្ចេកទេសរួមទាំងវាគ្មិនសូមអរគុណនិងសូមជម្រាបលា